ចំណុចចាប់ផ្ដើមគឺវាមិនងាយស្រួលទេមិនថាតែ business ឬក៏ការងារអ្វីផ្សេងក៏ដោយដំបូងឡើយពិតជាមានអារម្មណ៍ថាលំបាកនិងហត់នឿយហើយក៏មានអ្នកខ្លះមានអារម្មណ៍ចង់បោះបង់ផងដែរប្រសិនបើអ្នកអាចឆ្លងផុតចំណុចចាប់ផ្ដើមនេះបានវាប្រៀបបាននឹងអ្នកដើរបានពាក់កណ្ដាលផ្លូវហើយការតស៊ូព្យាយាមពិសេសគឺភាពស្មោះត្រង់វាគឺជាបាតគ្រឹះដ៏រឹងមាំសម្រាប់ business ដ៏យូរអង្វែងជាក់ស្ដែងដូចជាការងារដែលយើងកំពុងតែធ្វើរាល់ថ្ងៃនេះឯងទីមួយវាជាផលិតផលដែលយើងធ្វើក្នុងស្រុកទឹកដៃពួកយើងគឺអាចប្រកួតប្រជែងនឹងទីផ្សារខាងក្រៅបានយើងហ៊ាននិយាយថាការងារដែលយើងធ្វើគឺប្រណិតព្រោះយើង combine ចូលគ្នាទាំងអស់វាពិតជាការរួមបញ្ចូលដ៏កម្រមួយគឺវាមានទាំងការគូររូបបច្ចេកទេសក្នុងការប្រើម៉ាស៊ីន CNC អ្វីដែលកាន់តែពិសេសនោះគឺការច្នៃប្រឌិតពួកយើងតែងតែរិះរកនៅអ្វីដែលថ្មីទម្រាំតែពួកយើងបៀលបានគឺ